ត្រីរាជការណាដែលធ្វើអំពើប្រេះប្រាស់ត្រូវតែទទួលនៅវិន័យដែលពួកគេនឹងត្រូវទទួលការបណ្ដេញចេញឬក៏ត្រូវទទួលវិន័យធ្ងន់ធ្ងរជាងនេះតាមរយៈនៃការផ្ដន្ទាទោសដោយច្បាប់ហើយតែបំផ្លាញដល់ផលប្រយោជន៍រំខានដល់ផលប្រយោជន៍ប្រជាពលរដ្ឋខ្ញុំដើរដល់អធិកម្មទី5ដែលចាំបាច់ត្រូវទៅធ្វើហើយអ្វីដែលគួរខ្លាចខ្ញុំសូមជម្រាបថាសូមកុំធ្វើការដោះដូររវាងផលប្រយោជន៍លុយកាក់និងការបំបិតព័ត៌មាននេះជារឿងដែលខ្ញុំធ្លាប់ឮយូរហើយហើយរឿងនេះរឿងពិតមិនមែនរឿងមិនពិតទេមានអ្នកមានប្រកាសមានអំណាចខ្លះធ្វើខុសហើយសារព័ត៌មានគេចាប់បានអញ្ចឹងដើម្បីទិញយកអាសារព័ត៌មាននោះកុំឲ្យផ្សាយឬផ្សាយបំភ្លេចដោះដូរជាមួយលុយកាក់សារព័ត៌មានបែបនេះមិនអាចបំរើសង្គមបានទេមានតែជំរុញសង្គមឲ្យប្រព្រឹត្តអំពើពុករលួយតែប៉ុណ្ណោះ